អូខេអញ្ចឹងដោយសារតែនេះយើងមានទីសាស្ត្រថ្មីបន្តិចទៅតងទៅលើផ្នែកតារាងរបស់យើងទៅលើ Excel អញ្ចឹងទីសាស្ត្រថ្មីនោះគឺប្រយ៉ាងគ្នាយើងមានតារាងច្រើនអញ្ចឹងពេលដែលយើងមានតារាងច្រើនយើងអាចអូសអញ្ចឹងដល់ពេលអូសមកយើងឃើញថាក្បាលតារាងបាត់ហើយវាបាត់ហើយពេលខ្លះយើងពិបាកមើលដល់ថាជួរណាជួរអីតើទេមិនថាយើងអូសមកក្រោមឬអូសទៅណាអូសទៅឆ្វេងស្ដាំទេវាអាចបាត់ជួរណាមួយចុះបើករណីខ្ញុំចង់ធ្វើការលុបឬក៏ហៅចាក់សោទៅលើក្បាលតារាងជួរដេកជួរឈរទីមួយខ្ញុំរៀនទៀតបន្តិចទីមួយខ្ញុំចង់ធ្វើការចាក់ក្បាលតារាងជួរដេករបស់យើងបើថាពេលដែលខ្ញុំអូសមកក្រោមទៅអត់ចង់ឲ្យបាត់អានេះទេតើទេឲ្យចង់វាភិនហ្នឹងណាអញ្ចឹងដើម្បីធ្វើការចាក់សោវាបានយកម៉ៅរបស់យើងនេះទៅចុច select ទៅលើក្បាលតារាងឬតំបន់ដែលយើងចង់ធ្វើការចាក់អញ្ចឹងចាក់ហ្នឹងគឺ select លើក្បាលតារាងឬ browser ចេះតែបើទៅទេអញ្ចឹងយើង select មក select ហើយមិនថាខ្ញុំចង់ចាក់ពីពីហ្នឹងអញ្ចឹងយើងចូលទៅកាន់ជាមួយនឹងកន្លែងអីកន្លែង view នៅក្នុង view យើងទៅមើលកន្លែង tool ឈ្មោះថា freeze pen ហើយយើងចុច freeze មកឥឡូវពេលចុច freeze ហើយយើងធ្វើការអូសទៀតមិនដែរនេះប៉ុន្តែមានអារម្មណ៍ថាអាក្បាលតារាងយើងវាអត់រត់មែនតែមានថាដូចជាពាក់កណ្ដាលទីមកតើអញ្ចឹងខ្ញុំធ្វើមិនអត់ត្រឹមត្រូវទេអញ្ចឹងខ្ញុំចុចទៅ view freeze មិញខ្ញុំ unfreeze យើង select ចឹងត្រឹមត្រូវប៉ុន្តែគោលដៅយើងអាពេល select ហ្នឹងគឺតំបន់ដែលយើងចង់ចាក់ប៉ុន្តែយើងគិតថាតើចាប់ពីកន្លែងណាដែលយើងឲ្យអូសបាននេះក្រោមហ្នឹងទៅក្រោមហ្នឹងណាអញ្ចឹងក្រោមហ្នឹងថាយើងចុចណាហើយចុច control ឲ្យជាប់លើ word លើ keyboard របស់យើងចុច control ឲ្យជាប់ហើយយើងមកសង្កត់ទៅលើតំបន់ជួរដេកក្រោមហ្នឹងមួយអា cell ក្រោមហ្នឹង cell ក្រោមហ្នឹងហើយធ្វើម៉េចម្ដងទៀត view freeze free ឥឡូវខ្ញុំចុចទាញអូសទៀតមិនដែរវាក្បាលតារាងនៅដែរតើទេឃើញអូសទាំងអស់មួយទៀតខ្ញុំចង់ធ្វើការខ្ញុំ unfreeze ចង់ធ្វើការចាក់ជួរឈរអញ្ចឹងចាក់ជួរឈរដូចគ្នាទាំងយើង select ក្បាលតារាងជួរឈរនេះដោយសារ cell ជាប់ជួរឈរតំណឹងតើទេយើងចុច control ជាប់ select យើងចូល view freeze អញ្ចឹងយើងទាញជួរឈរទៅមុខមិនថា ID នៅដដែលទេអត់ទេណាចុះបើយើងចង់ចាក់ទាំងពីរចាក់ទាំងពីរណាចូលចាក់ដេកចាក់អញ្ចឹងយើង select ក្បាលតារាងរបស់ជួរដេកមុនមកហើយចុច control ជាប់មក select ក្បាលតារាងរបស់ជួរឈរគោលដៅយើងអាពីរកែងគ្នាចំណុចណាចំណុចហ្នឹងតើទេយើងចុច control ឲ្យជាប់ដដែល select មួយរួចចូលទៅកាន់ view freeze ហើយយើង free អញ្ចឹងបើថាឥឡូវអូសទៅក្រោមជួរឈរយើងអត់ក្បាលតារាងរបស់ជួរនេះបាត់អត់ទេចុះបើយើងអូសទៅជាវិញមិនដែរបានទាំងពីរទេអញ្ចឹងការនេះធ្វើតារាងធំគឺវាប្រើ free អញ្ចឹងអញ